ចំណែកពេលត្រឹមតែមួយថ្ងៃនៅក្នុងទីក្រុងសេអ៊ូលតែអាចដើរលេងបានរហូតដល់4កន្លែងសិតតែជាកន្លែងធំៗល្បីៗនៅក្នុងទីក្រុងសេអ៊ូលហ្មងចឹងសម្រាប់អ្នកគេមានបំណងចង់ទៅអាចមើលវីដេអូនេះបានជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងយើងចាប់ផ្ដើមវីដេអូរបស់យើងជាមួយនឹងការស្រស់ស្រូបអាហារពេលព្រឹកនៅក្នុងទីក្រុងស៊ូវុនបន្ទាប់មកទៀតខ្ញុំក៏ធ្វើដំណើរទៅលេង Theme Park មួយដែលមានឈ្មោះថា Everland ហើយពេលខ្ញុំទៅនេះគឺចំនៅក្នុងខែ Winter អ្នកទាំងអស់គ្នាចាកំឡុងខែ12ហ្នឹងហើយគឺពេញ Christmas មានធ្លាក់ព្រិលធ្លាក់តកអីអញ្ចឹងណាចឹងអាកាសធាតុគឺត្រជាក់ដែរតែស្អាតអ្នកទាំងអស់គ្នាស្អាតមួយយ៉ាងពី Summer អីអញ្ចឹងទៅហើយអញ្ចឹងនិយាយថាកន្លែងនេះខ្ញុំថតជាងៗណាអ្នកទាំងអស់គ្នាខ្ញុំច្រឡំខ្ញុំថតអ្នកដែលដាវនេះណាអត់ទេកុំច្រឡំចាហើយបន្ទាប់មកក៏ឃើញព្រិលដែលធ្លាក់ពីយប់មិញហ្នឹងស្អាតអាកាសធាតុត្រជាក់ក៏ថតវីដេអូលេងទៅអ្នកទាំងអស់គ្នានិយាយទៅស្អាតមែនណាចាគឺព្រិលហ្នឹងស្អាតហើយបន្ទាប់មកទៀតពួកខ្ញុំក៏ទៅតម្រង់ជួរដើម្បីចូលគេគឺច្រើនអ្នកទាំងអស់គ្នាហើយគេចាប់ផ្ដើមបើកចាប់ពីម៉ោង10ផឹកទៅអញ្ចឹងបើយើងទៅមុនយើងតម្រង់ជួរមុនទៅហើយមនុស្សឡើងច្រើនខ្ញុំទៅនេះដូចជាថ្ងៃពហុហើយអ្នកទាំងអស់គ្នាតែមនុស្សច្រើនសាហាវហ្មងណាចំពោះសម្បត្តិចូលវិញគឺយើងអាចទិញតាម app online ក៏បានក៏យើងទិញនៅ counter ក៏បានដែរសំខាន់ booking មុនទៅស្រួលកុំឲ្យទៅដល់អស់ដោយសារអត់សៅរ៍អាទិត្យផងក៏មនុស្សច្រើនដែរអ្នកគ្នាហើយមនុស្សភាគច្រើនក្មេងៗស្ទាវយុវវ័យរបៀប high school អីចឹងអូយស្អាតសាហាវហ្មងហើយកន្លែងនេះខ្ញុំទៅមកពីជីហាកន្លែងស្អីគេនេះហុកនៅខាងក្រោយហ្នឹងវាដូចឡានតែប៉ុន្តែវាវល់ហើយសុបាយហ្មងណានិយាយទៅអូយប្រាប់លេងហ្នឹងគឺសុបាយច្រើនមែនតើយើងទិញសបុតចូលទៅជីអីក៏បានដែរហើយជាមួយនឹង steel grey គឺថាស្រេចពេញហ្នឹងហ្មងអត់ស្គាល់គេអត់ចេះ grey ប៉ុន្តែគឺសុបាយមួយគេមួយឯងដែរចាគឺចូលគេសាហាវតែស្ដាប់គេអត់បានណាចាគឺថានៅតាមផ្លូវទៅជីroller coaster និយាយមកខ្ញុំចង់ជិះតែមកចង់ជិះតជូនទៅមកយំហើយចាគឺតែបើអ្នកអត់ធ្លាប់ស្គាល់ Everland ដឹងហើយថា roller coaster នៅនឹងឈើអ្នកនរគ្នាធំសាហាវហើយល្បីរបៀបថាជា unique គេនៅនឹងហ្មងចាហើយមិត្តភក្តិខ្ញុំហ្នឹងគេធ្លាប់ជិះនៅហុងកុងអញ្ចឹងគេក៏ចង់ជិះហើយយើងអាចជិះទេគឺយើងខ្លាចតែដើម្បីមិត្តភក្តិយើងលះបង់ទៅតម្រង់ជួរទៅជិះអញ្ចឹងណាតែសម្រាប់សម្រួមមកបានជិះអាតេះភ្លើង roller coaster កូនក្មេងវិញដោយសារតែតម្រង់ជួរគ្នាច្រើនអ្នកទាំងគ្នាជនជាតិកូរ៉េគេក៏ជិះយើងក៏ជិះអញ្ចឹងណាត្រូវចាំ1ម៉ោងអញ្ចឹងពួកខ្ញុំក៏អត់ជិះទៅជិះអា roller coaster របស់កូនក្មេងវិញនិយាយមែនបើសិនជាទៅលកក្រោយចាំជិះចាគឺថាមានលកក្រោយទៀតចង់និយាយចឹងចាអញ្ចឹងបន្ទាប់ពីខ្ញុំចេញពី Everland មកខ្ញុំធ្វើដំណើរទៅលេងភូមិអ៊ីតាលីមួយដែលមានរូបសំណាក Pinocchio ដ៏ធំមួយហើយត្រូវបានកសាងដោយលោក Leonardo da Vinci ហ្នឹងគឺសកម្មភាពដែលធ្វើនៅនឹងគឺភាគច្រើនថតរូបអ្នកទាំងអស់គ្នាព្រោះថាអត្តសភាពហើយផ្ទះគេធ្វើបែបអ៊ីតាលីពកកាឈូកពួកអីគ្រប់ពណ៌អញ្ចឹងណានិយាយទៅវាប្លែកស្តៀងដូចយើងមានអារម្មណ៍ថាយើងនៅអឺរ៉ុបអីចឹងទៅសំពេលយើងទៅនឹងខែធ្លាក់ព្រិលយើង dress up បែបអឺរ៉ុបទៅវារៀងស្តៀងដែរអញ្ចឹងណាយើងអត់តមានលុយទៅអឺរ៉ុបអញ្ចឹងយើងទៅថតរូបនៅនឹងសិនទៅចាសកម្មភាពដែលធ្វើនៅនឹងបានក្រៅពីថតរូបអត់មានធ្វើអីទៀតទេអ្នកគ្នាថតរូបហើយក៏នាំគ្នាចេញមកវិញអញ្ចឹងណាហើយអ្នកទាំងអស់គ្នាឃើញបើកថ្ងៃអញ្ចឹងតែគឺត្រជាក់ខ្លាំងអ្នកគ្នាកាយហ្នឹងបើមិន1អង្សាគឺ2អង្សាត្រជាក់ខ្លាំងហ្មងដកដង្ហើមមកគឺតកកសតហ្មងចាហើយកន្លែងទី3ដែលខ្ញុំទៅនេះគឺមានឈ្មោះថាកោះណាមីដែលគឺជាកន្លែងល្បីនិងពេញនិយមសម្រាប់ភ្ញៀវទេសចរណាគេក៏ដោយដែលគាត់ទៅលេងសអ៊ូគាត់នឹងទៅលេងកោះហ្នឹងហើយចាហើយនេះធីមរបស់ខ្ញុំនិយាយទៅខ្ជូតខ្លាំងមែនតើហើយ friendly សាហាវហ្មងចា love ហ្មងចាហើយដើម្បីអាចឆ្លងទៅដល់កោះណាមីហ្នឹងគឺយើងត្រូវជិះសាឡាងទៅឬក៏មួយទៀតអ្នកទាំងអស់គ្នាអាចជិះខ្សែរ៉កបែបនេះក៏បានដែរសបុតគេមានលក់នៅ counter ហ្នឹងអ្នកទាំងអស់គ្នាអាចទៅទិញនៅ counter ហ្នឹងក៏បានដែរបើនិយាយនៅលើសាឡាងនេះវិញគឺស្អាតហើយយើងអាចឈរខាងក្រៅក៏បានអង្គុយក្អីខាងក្នុងក៏បានដែរនិយាយទៅយើងឈរខាងក្រៅមើលតែសភាពថតរូបថតអីអញ្ចឹងណានៅលើសាឡាងហ្នឹងគឺគេមានដាក់ទង់ជាតិគ្រប់ប្រទេសហ្មងហើយក៏មានឃើញទង់ជាតិខ្មែរយើងដែរបើនិយាយពីរយៈពេលនៃការជិះហ្នឹងអត់យូរទេអ្នកទាំងអស់គ្នាចន្លោះពី5ទៅ10នាទីហ្នឹងគឺដល់ហើយសាឡាងគេគឺទៅមករហូតអញ្ចឹងណាអញ្ចឹងទៅបើសបុតគិតថាអត់ភ័យរឿងអស់ហើយអញ្ចឹងណាឥឡូវនេះយើងបានចុះពីសាឡាងមកដល់ជ្រកចូលហើយចាគឺថាមានការថតរូបថតអីអញ្ចឹងទៅមួយមិត្តភក្តិរបស់ខ្ញុំហើយយើងក៏ធ្វើដំណើរដើរចូលទៅអញ្ចឹងណាសម្រាប់ទេសភាពគឺស្អាតមួយយ៉ាងអ្នកទាំងគ្នាមកខែធ្លាក់ព្រិលស្អាតមួយយ៉ាងមកខែរដូវផ្ការីរដូវរំហើយទៅគឺស្អាតមួយបែបអញ្ចឹងណាទេសភាពគឺផ្លាស់ប្ដូរទៅតាមរដូវកន្លែងនេះគឺគេធ្វើជាភាសា Hello ណាមានឃើញស្រុកខ្មែរយើងដែរគឺជំរាបសួរអញ្ចឹងទៅមានគ្រប់ជាតិសាសន៍អញ្ចឹងទៅចាហើយពួកខ្ញុំក៏ធ្វើដំណើរដើរចូលទៅអញ្ចឹងទៅតាមផ្លូវគេខ្ញុំមិនដឹងថានឹងដើមអីសរៀងដូចដើមស្រល់មិនយ៉ាងអ្នកគ្នាប៉ុន្តែគេដើមរបៀបជាជួរអញ្ចឹងគឺស្អាតមែនតើចាហើយ unique នៅលើកោះណាមីហ្នឹងគឺដើមឈើហ្នឹងឯងជាមួយនឹងរូបសំណាកគូស្នេហ៍មួយគូជារឿងកូរ៉េដ៏ល្បីតែគ្នារឿងមុនស្នេហ៍សេះរដូវតែខ្ញុំអត់ដែរបានមើលទេចាគេលើកតែរូបសំណាកហ្នឹងគឺល្បីនៅហ្នឹងមែនហើយខ្ញុំក៏ថតរូបនៅហ្នឹងបានច្រើនប៉ុស្តិ៍ហើយស្អាតទៀត ច
ចានេះគឺជាសកម្មភាព behind the scene នៅពេលអ្នកគ្នាឃើញរូបថតមានស្លឹកឈើជ្រុះមិនមែនវាជ្រុះទេគឺមានការគប់ចាអរគុណច្រើនបន្ទាប់ពីយើងធ្វើការថតរូបហើយយើងដើរត្រឡប់មកវិញហើយល្ងាចពេកយើងក៏ញ៉ាំ fish cake អូយាយមែនជាតិសាហាវហ្មងណាអ្នកទាំងអស់គ្នាទៅកុំភ្លេចសាកនៅនឹងយើងដើរកាត់យើងឃើញហ្មងអ៊ីលក់ fish cake ហ្នឹងយាយមែនឆ្ងាញ់សាហាវហ្មងណាចាហើយចូលមកដល់អាហារពេលល្ងាចរបស់យើងគឺសាច់អាំងបែបការ៉េហើយគេមានលក់វត្ថុអនុស្សាវរីយ៍របស់ញ៉ាំអីហើយយើងក៏បានភ្លក់ strawberry ការ៉េគឺថាជាតិសាហាវហ្មងអ្នកទាំងអស់គ្នាមានការឡើងគីឡូជាខ្លាំងនៅពេលដែលទៅដល់លេងការ៉េអូខេអញ្ចឹងកន្លែងបន្ទាប់ទៀតដែលយើងនឹងទៅនេះគឺមានឈ្មោះថា Bonalai Silver Starfield នឹងឯងចាទៅដល់ហ្នឹងគឺមានdecorភ្លើងអី Christmas អីគឺស្អាតមែនតើណាកន្លែងហ្នឹងដូចនៅក្នុង mall អ្នកទាំងអស់គ្នាអត់អស់ spot អីគឺ free ទៅថតរូបទៅអីមើលគេមើលឯងអញ្ចឹងណាខ្ញុំទៅហ្នឹងប្រហែលជាម៉ោង6ម៉ោង7មនុស្សក៏ច្រើនដែរមានអ្នកខ្លះគេអ្នករៀនចំនៅស្រុកក្រេអីចឹងគេទៅអានសភៅមែនគេទៅស្ដាប់មានគ្រូមានអីគេមានសតខុសគេនៅនឹងចឹងទៅបន្ទាប់ពីយើងដើរលេងហើយយប់ជ្រៅយើងក៏ត្រឡប់មកកន្លែងគេងវិញតែខ្ញុំអត់បានចូលកន្លែងគេងទេចាខ្ញុំដើរហួសសន្តាគារមកចូលម៉ាតក្រេដើម្បីញ៉ាំទឹកដោះគោចេកភ្លក់មីកំប៉ុងភ្លក់អីចូលក្នុងម៉ាតក្រេហ្មងណាដើម្បីស្គាល់ vibe ក្រេយប់ឡើងម៉ោង11 12យប់គេធ្វើអីចឹងណាហើយឃើញជនជាតិកូរ៉េក្មេងៗគឺស្អាតមែនតើអ្នកគ្នាគេនៅម៉ាតចឹងណាចាហើយបន្ទាប់មកយើងក៏ត្រឡប់ទៅវិញអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកគ្នាសម្រាប់ទស្សនាបាយបាយ